នេះភេទតបោពណ៌មកខុតខ្ចីក្រុមហ៊ុនរបស់ជីម៉ុងខ្មៅមើលបងដាំងតែម្ដងទេហ្នឹងวันนี้យើងការងារសំណង់នៅតិចតួចទេនៅបិទការ៉ូនៅការងារជ្រីជ្រុងអីផ្សេងទៀតណាហើយការងារសំណង់យើងចូលទៅលើការងារថ្នាំបដានម្ដងនឹងដល់រួចរាល់ហើយការងារទឹកភ្លើងយើងចូលក្រោយគេសម្ភារៈពាក់ណាអញ្ចឹងបងប្អូនអរគ្នាមានបំណងសាកសង់អីអាចតាក់ទងvớiខ្ញុំបានណាយើងទទួលមកការ25ខេត្តក្រុងទូរស័ព្ទលេខទូរស័ព្ទ Telegram chat Messenger ក៏បានដែរបងប្អូនអរគ្នានេះជាការដ្ឋានវេលាទឿដែលយើងសាងសង់ក្នុងទំហំក្បាល9បណ្ដោយ16ហើយទីតាំងដែលយើងសាងសង់នេះនៅខាងភូមិអង្គរកបាសឃុំគោកព្រីងស្រុកស្វាយជ្រុំទឹកដីខេត្តស្វាយរៀងចឹងតែនេះយើងមានបន្ទប់គេងនៅផ្នែកខាងក្នុងយើងរៀប4បន្ទប់គេងហើយបន្ទប់ទឹកយើងមាន3បន្ទប់ទូភ្ញៀវហើយយើងមានផ្ទះបាយផ្ទះនេះយើងមកពលកម្មបុកសម្ភារៈក្នុងតម្លៃកញ្ចប់ 50000 ក្រាស់យើងរៀបបាត់20ជំវិញដំបូងយើងប្រក់ក្បឿងក្រុមហ៊ុនរបស់ជីម៉ុងម៉ូតនេះអំណាចពុកម៉ែបងប្អូនអរគ្នាហើយបន្ទប់គេងច្រើនផ្ទះនេះគឺទំហំធំតែម្ដងការឋានយើងជាក់ស្ដែងយើងនៅមិនទាន់ចាប់ជ្រីចាប់ជ្រុងហើយអស់ហើយគាត់ថាដូចជារូបភាពដែលខ្ញុំបានដាក់ខាងលើវីដេអូអានឹងគឺយើងធ្វើមកលក្ខណៈបែបអញ្ចឹងទាំងអស់អញ្ចឹងណាគាត់អាចប្រែប្រួលតិចតួចអញ្ចឹងនៅខាងលើនេះកន្លែងនេះហៅជាងនេះយើងនឹងមានដាក់ជ្រីហើយកន្លែងនេះគឺយើងដាក់ជ្រីបន្ថែមដែរប្អួចយើងប្រើប្អួចផ្កាច័ន្ទណាប្អួចគៀននេះយើងប្រើប្អួចកង់ទាំងអស់ណាតែនេះលេងចំណាយជ្រីជ្រុងរៀងច្រើនបន្តិចហើយយើងនឹងមានសួននេះនៅតាមនេះបន្ថែមសួនហើយកន្លែងយើងបិទប្រភេទម៉ាប់ហើយតាមនេះក៏យើងមាននៅចាប់ជ្រីបន្ថែមដែរជ្រីតាមនេះអានេះជ្រីប្រភេទជ្រីឡង់ណាហើយនេះយើងប្អួចកោងប៉ុន្តែនេះយើងប្រភេទជាប្អួចប្រឆោតទេយើងអាចមើលទៅក្នុងបានណាហើយទ្វារយើងប្រើប្រភេទទ្វារសុវត្ថិភាពប្រភេទទ្វារដែកតាមក្បាលអសនេះយើងនៅមានចាប់ជ្រីបន្ថែមជ្រីយើងចាក់បន្ថែមឥឡូវយើងទៅមើលខាងក្នុងណាវេលាទឿនេះធំស្កឹមស្កៃអញ្ចឹងយើងចូលមកកន្លែងទូភ្ញៀវបានទំហំប៉ុណ្ណឹងជាក់ស្ដែងឆ្លាស់ប្រទេសនេះរៀងខ្ពស់ដែរហើយប្អួចអីយើងលេងធំអានេះចម្រឹងប្អួចយើងត្រៀមសម្រាប់យើងដាក់ផ្ទះហ្នឹងយើងផ្សារខ្លួនឯងនេះក្រងដបូលហើយតុបគេងមាន3មាន4អានេះតុបគេងទី1តុបគេងនេះមានប្អួចធំមានប្អួចសងខាងក្បាលក្រេហើយបន្ទប់ទឹកនៅខាងក្នុងនេះផ្លូវដើរយើងនៅកណ្ដាល1.2 ម៉ែត្រនេះបន្ទប់គេងទី2អត់មានបន្ទប់ទឹកទេហើយកលេចមកស្នាមដៃបន្ទប់គេងទី3បន្ទប់គេងទី3មានបន្ទប់ទឹកនៅនោះអញ្ចឹងក្បាលទៅនេះក៏ដាក់ម្លេះរសាខាងនេះទិសខាងលិចហើយមកខាងក្រោយអានេះបន្ទប់ទឹកសម្រាប់យើងប្រើរួមអញ្ចឹងបន្ទប់ទឹកនេះធំអញ្ចឹងខាងឆ្វេងដៃនេះជាបន្ទប់គេងទី4ណាបន្ទប់គេងចុងក្រោយគេបានទំហំប៉ុណ្ណឹងប្អួយ2សងខាងនេះហើយខាងក្រោយនេះផ្ទះបាយផ្សិតបុកអាវទូទឹកកកថាសច្ក្រាននៅកន្លែងនេះតុកអីដាក់យើងដាក់ម្ដងហ្នឹងតុកហូបបាយតែនេះចាំមើលតាពេលធ្វើហើយខ្ញុំថតជូនពុកម៉ែបងប្អូនទស្សនាមកទៀតតែនេះគឺដឹងថាធំហ្មងពណ៌ទំហំ9 10ពណ៌ទំហំ9 16មិនទូចទេអានេះសម្ភារៈសម្រាប់យើងយកមករៀបចំបាញ់ចម្រឹងប្អួចណាក្រងដបូលស្នួលលេងដប់បូដបូលធំវិឡានេះដបូលធំអញ្ចឹងយើងមើលពីមើលចិត្តយើងឃើញដបូលទៀតតែយើងមើលជាក់ស្ដែងដបូលខ្ពស់ណាហើយយើងនឹងមានចាប់ដាក់ជ្រីហោជាងនេះទៀតបានស្អាតទេហ្នឹងណានេះអញ្ចឹងបងប្អូនអរគ្នាមានបំណងសាកសង់អីអាចតាក់ទងvớiខ្ញុំបានណាយើងទទួលមកការ25ខេត្តក្រុងទូរស័ព្ទ
លេខទូរស័ព្ទ Telegram chat Messenger ក៏បានដែរអរគុណច្រើនជួបគ្នាវីដេអូក្រោយ